ហើយបានបសសនេះមិនមែនត្រឹមតែឈឺទៅពេទ្យអត់អស់លុយទេពេលដែលបងប្អូនធ្វើការឧបមាថាមានគ្រោះថ្នាក់បើសិនជាពិការហើយមិនអាចធ្វើការបានអាហ្នឹងបសសចិញ្ចឹមមួយជីវិតអាហ្នឹងយើងនិយាយកតាចៃដន្យណាមួយដែលកើតឡើងគឺបសសនឹងទទួលខុសត្រូវចិញ្ចឹមបន្តហើយអ្នកដែលនៅក្នុងបន្ទុកយើងដែលមានកូននេះដែលអត់ទាន់អាយុ18ឆ្នាំហ្នឹងបើសិនយើងមានបញ្ហាកូនរបស់យើងក៏បសសនឹងបន្តទំនប់បំរុងរហូតដល់កូននោះអាយុ18ឆ្នាំបានបសសរួចបន្ទុកនៅក្នុងការចិញ្ចឹមបីបាច់អញ្ចឹងប្រយោជន៍នេះអ្វីត្បិតតែយើងមិនចង់ឃើញមិនចង់ឲ្យមានបងប្អូនណាមួយគ្រោះថ្នាក់ប៉ុន្តែក្នុងជីវិតរបស់មនុស្សកតាចៃដន្យអាចកើតមានឡើងអញ្ចឹងបើសិនជាមានកតាចៃដន្យកើតមានឡើងកូនយើងប្តីឬប្រពន្ធយើងក៏មិនស្ថិតនៅក្នុងភាពលំបាកនេះដោយសារអីមានផលប្រយោជន៍បសសផ្ដល់ជូនហើយមួយទៀតបសសនៅខ្មែរយើងឥឡូវបើធ្វើការជាប់លាប់នៅក្នុងរោងចក្រក្រុមហ៊ុនផ្លូវការយើងនេះពេលដែលចាស់ទៅអាយុ60ឆ្នាំសល់ប្រាក់និវត្តន៍ទៀតបងប្អូនយើងរាល់ថ្ងៃឃើញអ្នកធ្វើការចាស់ទៅគេបានអីគេបានលុយមែនទេតិចទៀតបងប្អូនយើងធ្វើការនៅស្រុកខ្មែរយើងហ្នឹងឥឡូវនេះគេហៅថាបសសយើងមាន3គ្រោះថ្នាក់ការងារសុខភាពហើយនឹងប្រាក់សធនអញ្ចឹងពេលដែលបងប្អូនធ្វើការដល់អាយុ60ឆ្នាំបងប្អូនឈប់គឺបងប្អូនបានទទួលប្រាក់ខែគេហៅប្រាក់ចូលនិវត្តន៍ហ្នឹងត្រឡប់មកវិញទៀតអញ្ចឹងបងប្អូនគិតត្រឡប់មកវិញថាការងារនៅក្នុងស្រុកយើងបើយើងគិតពីប្រាក់ខែធៀបជាមួយនឹងថៃយើងគិតថាអាចទាបជាងប៉ុន្តែទាបជាងនេះគឺទាបដោយសារលំអៀងដែលរដ្ឋសន្សំឲ្យបងប្អូនថៅកែសន្សំឲ្យបងប្អូនសន្សំអីសន្សំថ្លៃសម្រាប់ពេលបងប្អូនឈឺទៅពេទ្យអត់ចាំបាច់បងប្អូនចេញលុយខ្លួនឯងទេគឺរដ្ឋចេញលុយឲ្យហើយពេលដែលបងប្អូនចូលនិវត្តន៍រដ្ឋសន្សំមកហើយក្រុមហ៊ុនសន្សំមកហើយយើងសន្សំមកហើយដល់ពេលយើងចាស់ទៅគឺយើងសល់អាលុយដែលយើងសន្សំនេះត្រឡប់មកជូនបងប្អូនយើងវិញទេអញ្ចឹងពេលខ្លះបងប្អូនឃើញនៅក្នុងរៀងលំអៀងថាខុសគ្នាមួយខែប្រហែល$50 $60ប៉ុន្តែកុំភ្លេចលំអៀង$50នេះគឺជាប្រាក់ដែលបសសសន្សំជូនបងប្អូនសម្រាប់ទៅពេទ្យសម្រាប់បងប្អូនមានគ្រោះថ្នាក់ការងារសម្រាប់បងប្អូនចាស់ទៅមានលុយដើម្បីចិញ្ចឹមខ្លួនឯងហើយឈឺក៏បសសទទួលខុសត្រូវដែរព្រោះសុខភាពនេះមិនមែនតែពេលបងប្អូនធ្វើការទេពេលដែលបងប្អូនអាយុដល់60ឆ្នាំបានលុយប្រចាំខែផងហើយបើដល់ពេលចាស់ទៅពេទ្យក៏អត់អស់លុយដែរអាហ្នឹងគឺជាប្រយោជន៍ធំមួយដែលខ្ញុំគិតថាកន្លងទៅយើងអត់បានរំលឹកជូនបងប្អូនហើយសង្ឃឹមថាយើងត្រូវតែចាប់ផ្ដើមរំលឹកហើយបង្ហាញជូនបងប្អូនយើងឲ្យឃើញណាកុំឲ្យមើលឃើញតែមួយផ្នែកដល់ពេលត្រឡប់មកវិញអត់មានអីសល់មកវិញទេសល់តែជំងឺសល់តែសុខភាពទ្រុឌទ្រោមមកហើយអត់មានប្រាក់សន្សំពេលខ្លួនឯងចាស់ទៅអានឹងជាប្រយោជន៍មួយដែលខ្ញុំចង់រំលេចជូនបងប្អូននៅថ្ងៃនេះអញ្ចឹងទាំងអ្នកដែលធ្លាប់ទៅថៃទាំងអ្នកដែលមិនធ្លាប់ទៅថៃពេលដែលគេប្រៀបធៀបថាអូប្រាក់ខែខ្ពស់អញ្ចេះទាបអញ្ចេះលំអៀងនេះមិនបងប្អូនត្រូវគិតចំណុចមួយទៀតនៅប្រយោជន៍ដែលបងប្អូនមើលមិនឃើញពេលបច្ចុប្បន្នតែប្រយោជន៍ដែលបងប្អូនពេលឈឺថ្កាត់ពេលចាស់ទៅគឺថាមានអីបងប៉ះបើ